របៀបដាក់ auto reply នៅក្នុង Telegram ដែលយើងធ្វើការដាក់សារស្វាគមន៍ដោយគេឆាតមកក្នុង page យើងដែរអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនធ្លាប់បានឆាតទៅកាន់ Telegram របស់គេហើយលោតសារស្វាគមន៍ឬក៏ auto reply ហ្នឹងបងប្អូនចង់ដាក់បែបហ្នឹងដែរតែបងប្អូនអត់ទាន់ដឹងពីរបៀបនៃការដាក់អញ្ចឹងដើម្បីអាចធ្វើការដាក់ auto reply នៅក្នុង Telegram បានគឺអ្វីដែលបងប្អូនត្រូវមាននោះគឺ subscribe ជាមួយនឹង Telegram Premium សិនមានថាបងប្អូនត្រូវទិញសេវាកម្ម Telegram Premium ដែលយើងបង់លុយណាបងប្អូនដូចខ្ញុំទិញ Telegram Premium កាលណាយើងទិញ Telegram Premium ហើយវាមានកន្លែងនេះ Telegram Business នេះបងប្អូនអញ្ចឹងដើម្បីដាក់ auto reply បានគឺបញ្ជាក់បងប្អូនត្រូវតែជាវសេវាកម្ម Telegram Premium សិនបានមានកន្លែងTelegram Business នេះអញ្ចឹងយើងចុចលើអាហ្នឹងមកបាទនេះ Telegram Business ហ្នឹងអញ្ចឹង Telegram Business វាមានអត្ថប្រយោជន៍ច្រើនតើតើមួយការកំណត់ location ដាក់ម៉ោងបិទម៉ោងបើក quick reply អញ្ចឹងទៅអញ្ចឹងនេះដាក់ auto reply នៅក្នុង Telegram នៅពេលដែលគេឆាតមកយើងកន្លែងនេះ greeting message អញ្ចឹងយើងចុចលើវាមកអញ្ចឹងវាប្រាប់នេះ greeting customer when they message you the first time or after the period of no activity កន្លែងហ្នឹងវាប្រាប់យើងថាដាក់សារស្វាគមន៍មួយអតិថិជននៅពេលដែលគេឆាតមកយើងលើកដំបូងឬក៏ខានឆាតមកយើងយូរនៅពេលគេឆាតមកថ្មីទៀតគឺវាលោតសារនឹងឲ្យអញ្ចឹងកន្លែងនេះយើងបើកកន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺយើងយកនេះ create a greeting message អញ្ចឹងកន្លែងនេះខ្ញុំសរសេរចូលមកបាទខ្ញុំសរសេរចូលបាទអញ្ចឹងនៅពេលដែលគេឆាតមកខ្ញុំដាក់សួស្ដីបងតើបងចាប់អារម្មណ៍លើការរៀន boot page ឬ boot TikTok អញ្ចឹងខ្ញុំ send វាទៅបាទអញ្ចឹងនៅពេលដែលអ្នកថ្មីឆាតមកខ្ញុំបាទគេវានឹងលោតសារនឹងទៅគេហើយបងប្អូនបាទអញ្ចឹងយើង close មកហើយកន្លែងនេះគឺអ្នកទទួល all បាទយក all one to one chat បាទអត់យកអានេះទេអញ្ចឹងគឺប៉ុណ្ណឹងមកជាការស្រេចហើយតកតងនេះ period of no activity តែរយៈពេលប្រមាណនៅពេលរយៈពេលប្រមាណដែលយើងចង់បើសិនគេឆាតមកម្ដងទៀតឲ្យ load មកអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់រយៈពេល2អាទិត្យចាស់បាទអញ្ចឹងកន្លែងនេះខ្ញុំដាក់2អាទិត្យបាទអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកនៅពេលដែលគេឆាតអ្នកដែលអត់ដែលឆាតមួយយើងថ្មីវានឹង load កន្លែងហ្នឹងឲ្យអ្នកតទៅមួយ greeting message ហ្នឹងហើយអ្នកដែលខានឆាតមួយយើងរយៈពេល2សប្តាហ៍14ថ្ងៃពេលឆាតមកក៏ load សារស្វាគមន៍នឹងដែរ greeting message នឹងដែរអញ្ចឹងសម្រាប់វីដេអូតទៅជាមួយនឹងរបៀបដាក់ auto reply នៅក្នុង Telegram ខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរបន្ថែមបងប្អូនអាចធ្វើការ comment នៅខាងក្រោមបានអញ្ចឹងសម្រាប់វីដេអូមួយនេះមានប៉ុណ្ណឹងកុំភ្លេចជួយចុច like ចុច follow subscribe និងធ្វើការចែករំលែកឲ្យអ្នកផ្សេងបានចេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ